បងរៀបចំប្រហែលតេស្តជូនបងចឹងពេលដែលយើងមួលបញ្ចូលក្បាលធុងចេះបងមួលបង្វិលឆ្វេងតមកបងបើកក្បាលធុងនេះចឹងណាបាទយើងស្កត់ទៅជាប់ចឹងទៅវាបើកគេហើយយើងអុចវាយើងប្រើតែកេះវែងជាស្រួលវាងាយស្រួលប្រើពេលដែលយើងបិឆេះយើងគូសតែកេះឆេះទៅគូសគាត់គូសចេះជាប់ចឹងយើងប្រហែលនេះយើងប្រហែលទៀនខាងហ្នឹងមកបិឆេះហើយលេងបានបាទហ្នឹងបិឆេះហើយណាហើយកន្លែងនេះបើសិនជាបងបិទចិត្តវាភ្លើងឡើងក្រហមអញ្ចឹងយើងតែត្រេថយកាលណានោះវាអាចឡើងក្រហមអញ្ចឹងឃើញទេឡើងក្រហមអញ្ចឹងយើងថយវាយកខ្យល់អញ្ចឹងពេលយើងស្រែវាថយវិញយើងបើកទៅវាឡើងខៀវវិញស្ពាន់នេះអ្នកប្រើខ្លះគាត់ច្រើនច្រឡំថានេះសម្រាប់តម្លើងភ្លើងបន្ថែមអញ្ចឹងតាមពិតអត់ទេអាកន្លែងទៀនហ្នឹងពេលដែលគេអុចចោលគេដុតផ្លឹមតិចគេដុតតិចចោលអាហ្នឹងបើសិនជាយើងភ្ញៀវតើការឆាភ្លាមលឿនអញ្ចឹងគេខ្ជិលនៅគូសតែកេះញ៉ៃអញ្ចឹងណាអញ្ចឹងគេដុតអាហ្នឹងចោលផ្លឹមអញ្ចឹងទៅឧទាហរណ៍ឥឡូវយើងបិទអានេះយើងបិទឃើញទេបាទយើងបិទអាធំឡុតហើយដល់ពេលយើងចង់បញ្ឆេះអាធំវិញយើងអាទៀនហ្នឹងនៅឆេះហ្នឹងយើងគាត់ទៅប្រហើបទៅវាឆេះបាត់នេះវាខ្យល់លេចបាទពេលឡុតទៀនពេលយើងផ្លឹមទៅតូចទៅព្រោះទៀតថាយើងឈប់អាធំយើងបច្ឆេះវាចោលអញ្ចឹងទៅយើងខ្ជិលអុចតែកេះទៀតដល់ពេលយើងប្រហែលអាធំមកឆេះហ្មងឃើញទេបាទពេលស្រួលអញ្ចឹងអាទៀនហ្នឹងអញ្ចឹងអ្នកខ្លះគាត់ច្រឡំថាអាស្ពាន់នេះសម្រាប់តម្លើងភ្លើងបន្ថែមអញ្ចឹងណាហ្នឹងអត់ទេបាទពេលយើងអុចយើងចង់អុចជាមួយអាទៀនហ្នឹងមុនក៏បានអុចជាមួយអាធំនេះហ្មងក៏បានដែរនេះអាប្រភេទដែលកេះវែងអញ្ចឹងវាស្រួលផាបាទខ្ញុំអត់មានអីច្រើនមានតែប៉ុណ្្នឹងទេបាទទៅដល់ឆ្ងល់អីចាំឆាតបន្ថែមបងអរគុណ